កាលពីយូរលង់ណាស់មកហើយមានអ្នកប្រមាញ់ម្នាក់ប៉ុន្តែគាត់មិនដូចអ្នកប្រមាញ់ដទៃទៀតទេគាត់មិនដែលសម្លាប់សត្វទេក្នុងមួយជីវិតរបស់គាត់មិនអាចលើកដៃឡើងសម្លាប់សត្វមានជីវិតបានឡើយគាត់មានតែសំណាញ់និងខ្លុយប៉ុណ្ណោះជាកន្លែងដែលគាត់ធ្លាប់លេងបទភ្លេងដ៏ពីរោះរណ្ដំគាត់បានទៅព្រៃជារៀងរាល់ថ្ងៃគាត់នឹងដាក់សំណាញ់មួយហើយដោយដើរទៅឆ្ងាយពីសំណាញ់បន្តិចគាត់ក៏ចាប់ផ្ដើមលេងខ្លុយសត្វស្លាប់បានហើរទៅឆ្ងាយដើម្បីស្ដាប់សំឡេងខ្លុយដ៏ពីរោះរបស់គាត់នឹងរងចាំហើយភ្លាមនៅពេលដែលសត្វស្លាប់មួយមកជិតសំណាញ់គាត់នឹងទាញខ្សែពួរហើយចាប់វានៅក្នុងសំណាញ់បន្ទាប់មកគាត់នឹងចិញ្ចឹមសត្វស្លាប់ដោយគ្រាប់ធញ្ជាតិថែរក្សាពួកគេហើយស្ដាប់សំឡេងផ្អែមល្ហែមរបស់ពួកគេគ្រប់ពេលដែលគាត់ត្រូវការលុយដូច្នេះគាត់នឹងលក់វា2ឬ3ក្នុងចំណោមពួកគេអ្នកប្រមាញ់សត្វស្លាប់រូបនេះមានកូនប្រុសម្នាក់ឈ្មោះណាចានៅក្មេងនៅឡើយនៅពេលដែលអ្នកប្រមាញ់ធ្លាក់ខ្លួនឈឺហើយគាត់បានទទួលមរណភាពដោយតិចតួចដែលណាចានិងម្ដាយរបស់គាត់មានពួកគេរស់នៅយ៉ាងលំបាកហើយគ្មានអ្វីបរិភោគនៅសល់ឡើយជីវិតរស់នៅយ៉ាងលំបាកខ្លាំងណាស់ណាចាមានមាឌតូចប៉ុន្តែគាត់មានភាពក្លាហាននិងអត់ធ្មត់ខ្លាំងណាស់គាត់ជួយការងារម្ដាយរបស់គាត់រាល់ថ្ងៃហើយពេលគាត់នឹងទៅព្រៃកន្លែងដែលឪពុករបស់គាត់ធ្លាប់ចាប់សត្វស្លាប់ទីបំផុតថ្ងៃមួយគាត់បានសួរម្ដាយរបស់គាត់ថាម៉ែបានខិតខំធ្វើការខ្លាំងណាស់បន្ទាប់ពីពុកឥឡូវឲ្យសំណាញ់និងខ្លុយរបស់ពុកមកខ្ញុំមកចាប់ពីថ្ងៃស្អែកទៅខ្ញុំក៏នឹងទៅចូលព្រៃហើយចាប់សត្វស្លាប់ដែរម្ដាយរបស់គាត់ដឹងថាគាត់ជាក្មេងប្រុសក្លាហាននិងជាវីរបុរសរបស់គាត់ស្គាល់គ្រប់កន្លែងនោះហើយជាមូលហេតុដែលពួកគេបានធ្វើវាផ្ដល់ឲ្យខ្ញុំនៅសំណាញ់មួយនិងខ្លុយមួយព្រឹកបន្ទាប់ណាចាភ្ញាក់ពីព្រលឹមហើយបានទៅព្រៃគាត់បានទៅឆ្ងាយចូលទៅក្នុងព្រៃក្រាស់ហើយចាប់ផ្ដើមលេងខ្លុយប៉ុន្តែគ្មានសត្វស្លាប់ណាមួយមករកគាត់ពេញមួយថ្ងៃពេលល្ងាចជិតមកដល់គាត់បានត្រឡប់មកផ្ទះវិញដោយអស់កម្លាំងនិងដៃទេម្ដាយរបស់គាត់បានលួងលោមគាត់ហើយនិយាយថាកូនប្រុសឪពុករបស់កូនក៏មិនបានក្លាយជាអ្នកជំនាញភ្លាមដែរកូនក៏ត្រូវអត់ធ្មត់និងឧស្សាហ៍ព្យាយាមបន្តរណាចាមិនបានបាក់ទឹកចិត្តទេគាត់នៅតែបន្តទៅព្រៃជារៀងរាល់ថ្ងៃលេងភ្លេងពីរោះយឺតដល់ពេលត្រូវលាក់ខ្លួនពីសត្វស្លាប់ហើយរងចាំដោយភាពអត់ធ្មត់ឥឡូវនេះសត្វស្លាប់កំពុងចាប់ផ្ដើមធ្លាក់ចូលទៅក្នុងអន្ទាក់របស់គេថ្ងៃមួយសត្វចម្លែកដ៏ស្រស់ស្អាតមួយក្បាលបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់គាត់បក្សីនេះជាប់អន្ទាក់ស្លាបរបស់វាមាន7ពណ៌ណាចាបាននាំវាមកផ្ទះវិញដោយរីករាយហើយដាក់វានៅក្នុងទ្រុងព្រឹកបន្ទាប់គាត់បានឃើញថាបក្សីនោះមានរូបសម្រស់ស្រស់ស្អាតហើយវាពងបានពង7ពណ៌ផងដែរណាចាបានយកស៊ុតនោះទៅផ្សារអ្នកលក់ដូររូបនេះមានល្បិចកលនិងលោភលន់ណាស់ការងាររបស់គាត់តែងតែបោកប្រាស់មនុស្សក្រីក្រហើយរបស់របរថោកត្រូវគាត់លក់ក្នុងតម្លៃថ្លៃដោយឃើញពីការបោកប្រាស់និងលោភលន់របស់គាត់ណាចាបាននិយាយថាបាទណាចាវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលបានឃើញថាអ្នកលក់ដូរដ៏ឆ្លាតវៃរូបនេះបានគ្មានការប៉ុនប៉ងណាមួយដើម្បីកាត់បន្ថយតម្លៃស៊ុតនោះទេហើយគាត់បានទិញស៊ុតមួយក្នុងតម្លៃ1,000 រៀលណាចាបានទិញទំនិញថោកមួយនៅផ្សារហើយបានត្រឡប់មកផ្ទះវិញនៅព្រឹកបន្ទាប់គាត់បានឃើញថាសត្វស្លាប់នោះបានមានពណ៌ស្រដៀងគ្នានេះម្ដងទៀតគាត់បានលក់ស៊ុតនោះទៅឲ្យម្ចាស់ហាងដែលឆ្លាតកនោះតាមរបៀបនេះសត្វស្លាប់នោះពងកូនដ៏ស្រស់ស្អាតនិងមានពណ៌ស្រស់ឆើតឆាយជារៀងរាល់ថ្ងៃដូច្នេះស៊ុតចាប់ផ្ដើមត្រូវបានរកឃើញជារៀងរាល់ថ្ងៃហើយស្ថានភាពម្ដាយនិងកូនប្រុសចាប់ផ្ដើមប្រសើរឡើងថ្ងៃមួយណាចាបានដើរតាមម្ចាស់ហាងនោះណាចាបានឃើញថាគាត់បានទៅព្រះបរមរាជវាំងហើយបានពងមាន់មួយស្ដេចត្រូវបានបង់ថ្លៃយ៉ាងច្រើនគាត់លក់វាឃើញដូច្នេះណាចាគិតថាហេតុអ្វីគាត់មិនលក់ស៊ុតនោះដល់ស្ដេចដោយខ្លួនឯងបានលក់ហើយពេលម្ចាស់ហាងឆ្លាតឃើញថាណាចាលែងលក់ស៊ុតឲ្យគាត់ទៀតហើយផ្ទុយទៅវិញចូលទៅព្រះបរមរាជវាំងដោយខ្លួនឯងហើយលក់វាទៅឲ្យស្ដេចគាត់ខឹងខ្លាំងណាស់ពេលវាមកដល់អ្នកលក់ដូរខឹងខ្លាំងណាស់ហើយបានបញ្ចុះបញ្ចូលស្ដេចឲ្យយកបក្សីនោះទៅណាចាយល់ថានេះជាអំពើអាក្រក់របស់ម្ចាស់ហាងដ៏មានល្បិចកលព្រោះព្រះមហាក្សត្រល្ងង់ខ្លៅខ្លាំងណាស់ទើបទ្រង់មិនដែលគិតដល់រឿងនេះឡើយតើអ្នកអាចប្រាប់ខ្ញុំបានទេថាស៊ុតទាំងនោះបានមកពីណាណាចាត្រូវបានបង្ខំឲ្យបោះបង់សត្វស្លាប់នោះគាត់បានលើកខ្លុយនិងសំណាញ់របស់គាត់ហើយចេញទៅក្នុងព្រៃគាត់បានផ្លុំខ្លុយយ៉ាងពីរោះប៉ុណ្ណឹងទាំងអស់រហូតដល់ពេញព្រៃសត្វស្លាប់បានចេញពីព្រៃហើយចាប់ផ្ដើមមករកគាត់ពេលខ្លះសត្វក្រៀលជាប់នឹងសំណាញ់របស់វាពេលខ្លះសត្វព្រាបពេលខ្លះសត្វក្តាន់បន្ទាប់ពីលក់វារួចទាំងម្ដាយនិងកូនក៏ចាប់ផ្ដើមរស់នៅយ៉ាងមានសុភមង្គលណាចាបានល្បីល្បាញពាសពេញទីក្រុងពេលដែលមានអ្នកណាម្នាក់ត្រូវចិញ្ចឹមបក្សីគាត់នឹងមករកពិសីហើយទិញបក្សីមួយពីនាងពេលម្ចាស់ហាងឆ្លាតឃើញដូច្នោះគាត់ក៏និយាយទៅកាន់ពិសីថាអ្នកលក់បក្សីទាំងនេះឲ្យខ្ញុំនាងពិសីយល់ថាគាត់អាចទិញសត្វស្លាប់ពីគាត់ក្នុងតម្លៃថោកហើយលក់វាទៅឲ្យមនុស្សក្នុងតម្លៃខ្ពស់គាត់បានបដិសេធមិនលក់វាអ្នកលក់ដូរដ៏ប៉ិនប្រសប់នោះខឹងខ្លាំងណាស់គាត់បានទៅគាល់ព្រះមហាក្សត្រហើយសួរថាព្រះករុណាជាម្ចាស់សត្វស្លាប់ដែលអ្នកមានខ្ញុំបានយកវាពីពិសីគាត់សោកសៅព្រោះគាត់នៅម្នាក់ឯងសូមអ្នកប្រាប់ពិសីឲ្យទៅចាប់បក្សីមួយទៀតដូចនេះមក
ដើម្បីឲ្យបាសេរបស់អ្នកសប្បាយចិត្តជាមួយដៃគូរបស់វាព្រះមហាក្សត្របានក៏ហៅនាងឲ្យចូលទៅក្នុងតុលាការបាសេមិត្តរបស់ខ្ញុំចាប់សត្វស្លាប់មួយទៀតដូចនោះបើមិនដូច្នោះទេវានឹងមិនល្អសម្រាប់អ្នកទេណាចាបានព្យាយាមនិយាយអ្វីមួយខ្ញុំមិនចង់ស្ដាប់ពាក្យនេះទេខ្ញុំផ្ដល់ឲ្យអ្នកនៅការងារ40ថ្ងៃណាចាត្រូវបានផ្ដល់ការងារលំបាក40ថ្ងៃណាចាបានខិតខំប្រឹងប្រែងហើយចាប់បានសត្វស្លាប់មួយក្បាលទៀតដូចគ្នាប៉ុន្តែគាត់មិនបានទទួលរង្វាន់អ្វីទេព្រះមហាក្សត្របានយកសត្វស្លាប់នោះប៉ុន្តែមិនបានឲ្យលុយ1រៀលឡើយណាចាយល់ថាព្រះមហាក្សត្រប្រៀបដូចជាអ្នកលក់ដូរអញ្ចឹងភាពខុសគ្នាគឺថាគាត់ឆ្លាតហើយគេល្ងងព្រះមហាក្សត្រមានព្រះតីរីករាយដែលបានទទួលសត្វស្លាប់នោះប៉ុន្តែម្ចាស់ហាងដ៏ឆ្លាតនោះខឹងយ៉ាងខ្លាំងខ្ញុំដឹងថាពិសីនាងមានភាពក្លាហានខ្លាំងណាស់គាត់ជាក្មេងស្រីឧស្សាហ៍ព្យាយាមនិងឆ្លាតវៃគាត់ប្រកាសជានឹងសងសឹកនាងនៅថ្ងៃណាមួយគាត់គិតថាគាត់នឹងសម្លាប់នាងប៉ុន្តែឥឡូវនេះគាត់ចាប់ផ្ដើមភ័យខ្លាចថាណាចាអាចនឹងក្បត់គាត់គុំឲ្យជួបបញ្ហាអ្វីទាំងអស់ដូច្នេះគាត់បានគិតពីផែនការមួយផ្សេងទៀតដើម្បីដាក់អន្ទាក់ណាចាព្រះមហាក្សត្រកំពុងរងចាំការបញ្ជារបស់អ្នកប្រហែលជាមិនដឹងថាសត្វស្លាប់មួយណាដែលនាំកូនចៅមកឲ្យអ្នកទេជីវិតរបស់គាត់ពឹងផ្អែកលើផ្កាតើវាយ៉ាងដូចម្ដេចខ្ញុំបានឮពីពួកព្រឹទ្ធាចារ្យនិងពួកអ្នកប្រាជ្ញថាសត្វស្លាប់ទាំងនេះយើងពិតជាបានធំក្លិនផ្កាសាមញ្ញម្ដងក្នុងមួយឆ្នាំប្រសិនបើពួកវាមិនធ្វើឲ្យផ្កាមានក្លិនទេពួកវានឹងស្លាប់ហើយផ្កាទាំងនេះត្រូវបានរក្សាទុកនៅក្នុងសួនច្បារយក្សខ្មៅប៉ុន្តែតើយើងនឹងយកផ្កាទាំងនេះពីណាព្រោះយក្សខ្មៅមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលក្នុងសួនរបស់គាត់ទេហើយប្រសិនបើមានអ្នកណាទៅដល់ទីនោះគាត់នឹងសម្លាប់ពួកគេលោកម្ចាស់មានតែក្មេងប្រុសម្នាក់គត់នៅក្នុងប្រទេសទាំងមូលដែលអាចធ្វើការងារនេះបានឈ្មោះរបស់គាត់គឺណាចាហើយគាត់មកហើយប្រាប់គាត់ឲ្យយកផ្កានេះក៏ហៅមកជាបន្ទាន់យកផ្កាមួយប្រភេទឈ្មោះសាមានពីសួនច្បាររបស់យក្សខ្មៅបើមិនដូច្នោះទេបាសីរបស់ខ្ញុំនឹងងាប់សួស្ដីស្ដេចខ្ញុំបានឲ្យបាសីរបស់ខ្ញុំដល់អ្នកបាននិយាយថានាំដៃគូរបស់គាត់មកខ្ញុំបានចាប់វាមកផងដែរប៉ុន្តែបញ្ជារបស់អ្នកហើយខ្ញុំមិនដឹងទេតើសួនច្បាររបស់យក្សខ្មៅនៅណាអ្នកគួរតែសួរអ្នកលក់នេះទៅគាត់ដឹងអ្វីទាំងអស់ព្រះអង្គបើអ្នកលក់មានប្រាជ្ញាហើយដឹងអ្វីទាំងអស់នោះគាត់សូមប្រាប់ឲ្យគាត់នាំផ្កានោះមកដោយខ្លួនឯងទេអ្នកលក់និយាយថាមានតែអ្នកទេដែលអាចធ្វើការងារនេះបានហើយប្រសិនបើសត្វស្លាប់របស់ខ្ញុំងាប់ខ្ញុំនឹងសម្លាប់អ្នកនិងសត្វស្លាប់របស់អ្នកខ្ញុំនឹងសម្លាប់ម្ដាយរបស់អ្នកណាចាយល់ថាគាត់ត្រូវតែនិយាយអ្វីមួយទៅកាន់ស្ដេចល្ងងខ្លៅនេះវាដូចជាការគោះក្បាលរបស់អ្នកទោនឹងជញ្ជាំងអំពើអាក្រក់ទាំងអស់នេះជារបស់ម្ចាស់ហាងដូច្នេះគាត់បានត្រឡប់ទៅផ្ទះវិញដោយស្ងាត់ស្ងៀមហើយខ្ញុំចាប់ផ្ដើមឆ្លោះប្រកែកគ្នាអំពីអ្វីដែលត្រូវធ្វើឥឡូវនេះបុរសចំណាស់ម្នាក់រស់នៅក្នុងទីក្រុងនេះគាត់មានប្រាជ្ញាខ្លាំងណាស់ណាចាបានទៅរកគាត់ហើយរៀបរាប់រឿងរ៉ាវទាំងមូលមែនហើយនោះជាការពិតសត្វស្លាប់ទាំងនេះធំក្លិនផ្កាទាំងនេះមួយថ្ងៃក្នុងមួយឆ្នាំទោះបីជាអ្នកទៅតំបន់ដាច់ស្រយាលណាមួយក៏ដោយក្នុងអាកាសធាតុបែបណាក៏វាតែងតែនៅក្បែរផ្កានោះហើយជាមូលហេតុដែលយក្សខ្មៅពិតជាដាំផ្កានេះនៅក្នុងសួនរបស់គាត់ដូច្នេះសត្វស្លាប់ចម្លែកទាំងនេះរស់នៅក្នុងសួនរបស់គាត់គ្រប់ពេលវេលាបើខ្ញុំបេះផ្កាទាំងនោះចេញពីសួនរបស់គាត់តើសត្វស្លាប់នឹងដើរតាមផ្កានេះដែរទេបាទជាការពិតណាស់ប៉ុន្តែវាពិបាកណាស់ក្នុងការទៅដល់ផ្កានេះសួនច្បារនេះមានទ្វារតែមួយប៉ុណ្ណោះហើយគ្មាននរណាម្នាក់អាចបើកវាបានក្រៅពីយក្សខ្មៅនោះទេគ្រាន់តែប្រាប់អាសយដ្ឋានមកខ្ញុំនឹងប្រាប់អ្នកពីអាសយដ្ឋានសួនច្បាររបស់យក្សខ្មៅប៉ុន្តែត្រូវចាំមានយក្សធំអ្នកចម្បាប់និងបរិសុទ្ធក្លាហានបានទៅទីនោះហើយមិនដែលត្រឡប់មកវិញទាំងរស់ឡើយយក្សនេះមានអំណាចខ្លាំងណាស់អ្នកព្យាយាមលាក់ខ្លួនតាមរបៀបណាប្រសិនបើគាត់មើលមិនឃើញអ្នកទេអ្នកឈ្នះបើមិនដូច្នោះទេគាត់នឹងសម្លាប់អ្នកណាចាយកគ្រប់យ៉ាងច្បាស់ហើយព្រឹកបន្ទាប់វាក៏ដល់ព្រឹកហើយទីបំផុតគាត់បានទៅដល់សួនច្បាររបស់យក្សខ្មៅមានតែទ្វារមួយប៉ុណ្ណោះដែលចូលទៅកាន់សួនច្បារដែលមានទំហំធំណាស់ហើយត្រូវបានបង្កើតឡើងដោយការផ្សំថ្មធំគាត់អង្គុយក្បែរទ្វារប៉ុន្តែគាត់ហត់នឿយខ្លាំងពេកទើបគាត់ងុយគេងភ្លាមគាត់បានភ្ញាក់ឡើងដោយសារសំឡេងរំខានសំឡេងនោះខ្លាំងពេកហាក់ដូចជាខ្យល់កំពុងបក់មកសំឡេងរំខានកាន់តែខិតជិតមកដល់គាត់យល់ថាយក្សខ្មៅកំពុងចូលទៅក្នុងសួនច្បារគាត់បានលាក់ខ្លួនភ្លាមយក្សមើលមិនឃើញគាត់ក៏ដើរកាត់គាត់វាមានអារម្មណ៍ដូចជាភ្នំមួយកំពុងឆ្លងកាត់យក្សបានបើកទ្វារសួនច្បារណាចាបានដើរតាមគាត់ដោយទប់ដង្ហើមហើយដើរយឺតហើយភ្លាមនៅពេលដែលគាត់ចូលទៅក្នុងសួនច្បារណាចាក៏បានចូលទៅខាងក្នុងហើយលាក់ខ្លួនភ្លាមនៅពីក្រោយគុម្ពោតព្រៃមួយគាត់ចំណាយពេលយូរដើម្បីចាប់សត្វស្លាប់នៅក្នុងព្រៃខ្ញុំត្រូវលាក់ខ្លួនដោយមិនរើចេញទម្លាប់នេះបានជួយគាត់យ៉ាងល្អនៅទីនេះយក្សនោះមិនបានដឹងផងថាមានអ្នកណាកំពុងតាមគាត់បានចូលទៅក្នុងសួនច្បារនោះស្អាតណាស់វាមានផ្កាពណ៌ចម្លែកដែលធ្វើឲ្យណាចាភ្ញាក់ផ្អើលយ៉ាងខ្លាំង
ណាចាបានលាក់ខ្លួននៅទីនោះនៅពេលយប់ពេលព្រឹកឡើងយក្សខ្មៅបានចេញមកម្ដងទៀតប្រហែលជាគាត់កំពុងដើររកសត្វព្រៃពេលយក្សចាក់ចេញណាចាគាត់បានចេញពីក្រោយគុម្ពឈើហើយសួនច្បារចាប់ផ្ដើមស្វែងរកផ្កាដែលមានឈ្មោះសាម៉ានគាត់ក៏បានឃើញសត្វស្លាប់នៅទីនោះដែរដូចដែលគាត់បានទូលថ្វាយស្ដេចប៉ុន្តែគាត់មិនដឹងថាផ្កាសាម៉ាននោះជាផ្កាប្រភេទអ្វីទេនៅទីនោះមានផ្កាគ្រប់ប្រភេទពេលកំពុងដើរលេងក្នុងសួនច្បារគាត់បានឃើញផ្ទះធំមួយយក្សរស់នៅក្នុងនោះណាចាបានចូលទៅក្នុងនោះមានបន្ទប់ចំនួន40នៅក្នុងផ្ទះនេះបន្ទប់នេះមួយស្អាតជាងបន្ទប់ផ្សេងទៀតប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងផ្ទះទាំងមូលនោះទេទីបំផុតគាត់បានទៅដល់បន្ទប់ទី40បន្ទាប់មកគាត់បានរឿងនរណាម្នាក់យំប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះទេគាត់គិតថាសំឡេងនោះមកពីក្រោមកម្រាលព្រំពេលគាត់លើកកម្រាលព្រំឡើងឃើញទ្វារមួយឆ្លាក់ចូលទៅក្នុងឥដ្ឋពេលគាត់បើកទ្វារជណ្ដើរកំពុងចុះទៅក្រោមដីគាត់បានចុះតាមជណ្ដើរហើយចូលទៅខាងក្នុងមានបន្ទប់តូចចង្អៀតនិងងឹតមួយនៅជាន់ក្រោមសំឡេងយំក៏កាន់តែខ្លាំងឡើងពេលណាចាមើលដោយប្រយ័ត្នប្រយែងគាត់បានឃើញក្មេងស្រីម្នាក់នៅក្នុងទីងឹតដែលបានកើតឡើងជាខ្ញុំកំពុងព្យួរសក់វែងរបស់នាងត្រូវបានចងភ្ជាប់ទៅនឹងទំពក់មួយនៅលើពិដានហើយនាងកំពុងយំក្មេងប្រុសតើអ្នកមកដល់ទីនេះដោយរបៀបណាតើអ្នកជានរណាចេញពីទីនេះជាបន្ទាន់ប្រសិនបើយក្សខ្មៅមកគាត់នឹងហែកអ្នកជាបំណែកកុំបារម្ភអីគាត់ចេញទៅក្រៅហើយប្រាប់ខ្ញុំអ្នកជាអ្នកណាគាត់ជាដៃគូរបស់ខ្ញុំយក្សអាក្រក់នោះបានយកខ្ញុំទៅឆ្ងាយកាលពីច្រើនឆ្នាំមុនខ្ញុំត្រូវបានគេចាប់ដាក់គុកនៅទីនេះតាំងពីពេលនោះណាចាបានស្រាយសក់របស់នាងហើយទាញនាងចុះគាត់បានសួរម្ដងទៀតតើអ្នកជានរណាហេតុអ្វីនឹងមកដល់ទីនេះដោយរបៀបណាណាចាបានប្រាប់រឿងរ៉ាវទាំងមូលអំពីរបៀបដែលគាត់មកបើខ្ញុំមិនបានទទួលការនៃដីកាកោះហៅទេព្រះមហាក្សត្រនឹងធ្វើបាបបណ្ដាយខ្ញុំអាចធ្វើបានខ្ញុំជាមនុស្សដំបូងគេដែលបានដាំផ្កានេះឈ្មោះសេមិនបើអ្នកនាំខ្ញុំចេញពីទីនេះខ្ញុំនឹងប្រាប់អ្នកថាវាដូចម្ដេចបន្ទាប់មកសត្វស្លាប់ទាំងអស់នឹងមករកអ្នកគាត់បាននិយាយថាយក្សខ្មៅក៏មានសេះលឿននៅក្នុងក្រោលរបស់គាត់ដែរណាចាបានទៅក្រោលសេះហើយស្រែកខ្សែសេះពីក្បាលពួកគេទាំងពីរបានឡើងជិះសេះច័ន្ទដាបានដឹងរឿងនោះដោយគ្រាន់តែចុចធ្នូមួយដុំនៅក្នុងសួនច្បារទ្វារសួនច្បារបើកដូច្នេះអ្នកទាំងពីរបានបើកទ្វារហើយជិះសេះចេញទៅអ្នកទាំងពីរបានទៅដល់ទីក្រុងពេសាទដោយជិះសេះរបស់ពួកគេម្ដាយរបស់ណាចាមានអារម្មណ៍រីករាយយ៉ាងខ្លាំងនៅពេលឃើញពួកគេទាំងពីរនាក់អោពួកគេទាំងពីរប្រាប់ខ្ញុំផងបើអ្នកញ៉ាំរួចតើអ្នកបានផ្កាដែលអ្នកបានទៅបេះរត់ម៉ាក់ខ្ញុំមិនបានប្រាប់ម៉ាក់អ្វីទាំងអស់ពេលខ្ញុំចេញទៅបន្ទាប់មកតើអ្នកដឹងដោយរបៀបណាថាខ្ញុំបានទៅបេះផ្កាយោធារបស់ព្រះមហាក្សត្រនិយាយរាល់ថ្ងៃពួកគេមកសួរថាតើណាចាបានយកកម្មឬអត់ទន្ទឹមនឹងនេះទាហានរបស់ស្ដេចបានមកដល់ហើយសួរថាតើអ្នកយកកម្មឬអត់មែនហើយខ្ញុំបានយកមកហើយមួយសន្ទុះទៀតគាត់នឹងទៅគាល់ព្រះមហាក្សត្រដោយខ្លួនឯងដោយមានផ្កាមកជាមួយទាហានរបស់ស្ដេចពេលពួកគេចេញទៅចិន្តាបានយកកាំបិតមកកាត់ម្រាមដៃរបស់នាងដំណក់ឈាមពីដំណក់បានចេញមកហើយប្រែក្លាយទៅជាផ្កាគេដឹងថាខ្ញុំអាចធ្វើផ្កាសាមញ្ញដូចនេះបាននោះហើយជាមូលហេតុដែលគាត់ចាប់ខ្ញុំជាឆ្លើយឥឡូវយកផ្កានេះទៅថ្វាយព្រះមហាក្សត្រពេលព្រះអង្គយាងទៅជួបព្រះមហាក្សត្រជាមួយនឹងផ្កាសត្វស្លាប់ក៏មានចិត្តសោកសៅពួកគេបានឈប់ស្រែកយំហើយសត្វស្លាប់បានរស់ឡើងវិញភ្លាមនៅពេលដែលពួកគេបានឃើញផ្កាគាត់ចាប់ផ្ដើមនិយាយម្ដងទៀតព្រះមហាក្សត្រមានព្រះទ័យរីករាយប៉ុន្តែអ្នកលក់ដូរដ៏ឆ្លាតវៃរូបនេះមានការខឹងសម្បារយ៉ាងខ្លាំងនៅពេលឃើញថាណាចាទទួលបានជោគជ័យម្ដងទៀតសូមព្រះករុណាប្រកបដោយសន្តិភាពផ្កានេះបានក្រៀមស្វិតហើយនឹងទៅព្រោះគេមិនដាំនៅក្នុងរុក្ខជាតិប្រាប់ណាចាឲ្យយកដើមសាមញ្ញដែលមានផ្កានៅលើវាត្រឹមត្រូវហើយអ្នកត្រឡប់ទៅសួនច្បាររបស់យក្សខ្មៅវិញហើយដករុក្ខជាតិដែលមានផ្កាសាមញ្ញនៅទីនោះចេញឥឡូវនេះណាចាបានគិតថាព្រះមហាក្សត្រនិងអ្នកលក់ដូរអ្នកទាំងពីរនឹងភ្លក់រសជាតិនៃសេចក្តីរីករាយនៃអំពើអាក្រក់ផ្កាទាំងនេះមិនដុះនៅក្នុងសួនច្បាររបស់យក្សខ្មៅទេពួកវាកើតឡើងនៅក្នុងទីក្រុងមួយដែលស្រដៀងនឹងយើងឥឡូវនេះណាចាបានគិតថាព្រះមហាក្សត្រនិងអ្នកលក់ដូរអ្នកទាំងពីរនឹងភ្លក់រសជាតិនៃសេចក្តីរីករាយនៃអំពើអាក្រក់មនុស្សដែលស្លាប់រស់នៅក្នុងទីក្រុងនេះឪពុករបស់អ្នកគឺជាស្ដេចនៃមនុស្សទាំងអស់នេះអ្នកដែលបានស្លាប់អស់រយៈពេលយូរមកហើយពេលខ្ញុំមកដល់ទីក្រុងនេះដើម្បីបេះផ្កាទាំងនេះហើយគាត់បានហៅឈ្មោះអ្នកហើយនិយាយថាអ្នកបានកំងផ្កាដូច្នេះឪពុករបស់អ្នកយំយ៉ាងខ្លាំងហើយនិយាយថាហេតុអ្វីបានជាមនុស្សចាស់របស់ខ្ញុំមិនមកជួបខ្ញុំបើខ្ញុំប្រាប់អ្នកបើខ្ញុំឲ្យរុក្ខជាតិរបស់គាត់ទៅគាត់នឹងមិនមកជួបខ្ញុំឡើយយកផ្កាឥឡូវនេះពេលគាត់មកដល់ខ្ញុំក៏នឹងឲ្យទ្រព្យសម្បត្តិច្រើនដល់គាត់ដែរហើយលោកម្ចាស់ឪពុករបស់អ្នកក៏នៅទីនោះដែរពួកគេបានប្រមូលកាក់មាសជាច្រើននៅទីនោះសម្រាប់អ្នកលក់ដូរឆ្លាតវៃខ្ញុំយល់ថាណាចាកំពុងបង្កើតរឿងដើម្បីដាក់អន្ទាក់ពួកគេប៉ុន្តែស្ដេចល្ងងបានបញ្ជាឲ្យរៀបចំជាបន្ទាន់យើងនឹងទៅទីនោះឥឡូវនេះមកចុះខ្ញុំនឹងយកអ្នកពួកគេបាននាំពួកគេទៅច្រាំងទន្លេ
ពេលអ្នកទៅដល់មាត់ទន្លេអ្នកនឹងឈរនៅទីនោះហើយដេកលក់ខ្ញុំនឹងចាំរហូតដល់100បន្ទាប់ពីនោះទ្វារមួយនឹងបើកនៅមាត់ទន្លេហើយអ្នកនឹងចូលទៅក្នុងទីក្រុងនេះស្ដេចល្ងងនោះបានរៀបចំខ្លួនលោតចូលទៅក្នុងទន្លេប៉ុន្តែអ្នកលក់ដូរដ៏ឆ្លាតវៃបាននិយាយថាខ្ញុំធ្វើអ្វីមួយដោយផ្ទាល់ខ្លួនដើម្បីបញ្ជាក់ពីភាពពិតហើយទៅដល់បាតទន្លេហើយទៅកាន់ទីក្រុងនេះហើយពីទីនោះពួកគេបាននាំយកការនៃដើមឈើសាមញ្ញបន្ទាប់មកយើងនឹងគោរពតាមហើយលោតមែនហើយអ្នកនិយាយត្រូវប៉ុន្តែថ្ងៃនេះខ្ញុំហត់នឿយណាស់បើអ្នកអនុញ្ញាតខ្ញុំនឹងសម្រាករហូតដល់ថ្ងៃស្អែកខ្ញុំនឹងយកដីកាកោះហៅមកជូនអ្នកនៅល្ងាចថ្ងៃស្អែកណាចាបាននិយាយថាសូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញពួកគេទាំងពីរនាក់បានយល់ព្រមមែនហើយទៅចុះមិនអីទេអ្នកទាំងអស់គ្នាត្រឡប់មកវិញចុះណាចាបានទៅផ្ទះវិញចិន្តាបានកាត់ម្រាមដៃរបស់នាងហើយឈាមក៏ស្រក់ចុះពេលវាស្រក់ទឹកចុះមកវាក៏คล้ายជាផ្កាម្លិះណាចាក៏បានយកកាក់មាសទាំងនោះទៅជាមួយផ្កាផងដែរដែលគាត់បានយកមកជាមួយពីផ្ទះរបស់យក្សហើយបានទៅដល់ទន្លេគាត់បានឆ្លងកាត់ទន្លេដោយទូកឆ្លងកាត់នឹងអ្នកដតីและអ្វីគ្រប់យ៉ាងនៅក្នុងថង់មួយនៅលើច្រាំងទន្លេក្នុងដើមឈើក្រោយពីធ្វើបែបនេះរួចគាត់ក៏ត្រឡប់ទៅផ្ទះវិញនៅល្ងាចបន្ទាប់មនុស្សគ្រប់គ្នាបានប្រមូលផ្ដុំគ្នានៅមាត់ទន្លេរងចាំនៅកន្លែងហើយខ្លួនឯងលោតចូលទឹកទន្លេភាពងឹតនៃយប់នោះបានមកដល់នោះហើយជាមូលហេតុដែលនៅពេលដែលគាត់ទៅដល់ត្រើយម្ខាងទៀតហើយលួចចេញទៅហើយពេលគាត់ឡើងដើមឈើគ្មានអ្នកណាអាចមើលឃើញគាត់ទេពីទីនោះគាត់បានយកកាបូបហើយឆ្លងកាត់ទន្លេពេលត្រឡប់មកដល់ច្រាំងវិញគាត់បានថ្វាយផ្កានិងល្បិចកដល់ព្រះមហាក្សត្រកាក់មាសដល់អ្នកលក់គាត់បានឲ្យវាមកខ្ញុំហើយនិយាយថាឪពុករបស់អ្នកបានធ្វើរបស់នេះសម្រាប់អ្នកបានផ្ញើអំណោយមួយហើយនិយាយថាខ្ញុំមានកាក់បែបនេះច្រើនបើគាត់មកដោយខ្លួនឯងខ្ញុំនឹងឲ្យគាត់គ្រប់យ៉ាងភ្នែករបស់ម្ចាស់ហាងបើកធំពេកឃើញកាក់មាសនាងត្រូវបានទុកចោលហើយភាពលោភលន់បានធ្វើឲ្យគាត់ងឹតភ្នែកគាត់បានលោតចូលទៅក្នុងទន្លេភ្លាមហេតុអ្វីបានជាព្រះមហាក្សត្រនៅខាងក្រោយព្រះអង្គក៏បានលោតចូលដែរប្រជាជនដែលឈរនៅមាត់ទន្លេបានរងចាំអស់រយៈពេលយូរប៉ុន្តែទាំងពីរមិនបានត្រឡប់មកវិញទេពីរបីថ្ងៃក្រោយមកសាកសពរបស់ពួកគេទាំងពីរនាក់ត្រូវបានគេប្រទះឃើញអណ្ដែតនៅក្នុងទឹកចូលចិត្តបែបនេះព្រះមហាក្សត្រត្រូវបានដាក់ទោសចំពោះភាពល្ងង់ខ្លៅរបស់ទ្រង់ហើយម្ចាស់ហាងត្រូវបានដាក់ទោសចំពោះភាពឆ្លាតវៃរបស់គេបន្ទាប់ពីនោះជីវិតរបស់ណាចាបានរស់នៅដោយសប្បាយរីករាយ